សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងឡាយពីវត្តស្វាយទូងស្រុកព្រៃឈរខេត្តកំពង់ចាមលើកនេះខ្ញុំគណៈអាត្មាភាពសូមលើកយកនៅក្បួនឬរបៀបឲ្យពរមកបង្រៀនចែករំលែកជូនដល់ញាតិញោមពុទ្ធបរិស័ទប្រុសស្រីដែលបានសំណូមពរចង់ចេះចង់ដឹងឥឡូវនេះយើងរៀនមកដល់បែបទី3តែមុននឹងឈានចូលទៅដល់បែបទី3យើងសូមរំលឹកនៅបែបទី1និងបែបទី2សិនហើយញាតិញោមរៀនចេះបានប្រមាណហើយញាតិញោមគ្រាន់តែស្ដាប់តាមអាត្មាទៅបានហើយចាំអាត្មាសូត្រឲ្យញាតិញោមស្ដាប់ណាតោះសាធុសាធុណាកុមារីកុមារាក៏មានសទ្ធាជ្រះថ្លាលុយដែលម៉ាក់ប៉ាឲ្យមិនហ៊ានញ៉ាំនំទេយកមកចូលបន់សូមជូនពរឲ្យចៅរៀនឆាប់ចេះចំណាំឆាប់បានប្រឡងក៏ឆាប់ជាប់តាំងពីបាក់ដប់បាក់អង្គអាឡម៉ង់អង់គ្លេសកូរ៉េចិនថៃឈៀងម៉ៃភ្នំពេញត្រឡប់មកវិញរៀននៅសាលាបាលីថ្នាក់ត្រីតូឯកបំបីទូអក្សរទាំង33 7 + 3 8 + 2 6 + 4 9 + 1ត្រូវជា10ចេះសពចេះគ្រប់ចេះអត់មានខ្វះកន្លះត្រង់ណាសច្ចាយ៉ាងណាសូមឲ្យបានយ៉ាងនោះចៅណាសូមអនុមោទនានេះជាបែបទី1ដែលយើងបានរៀនលើកបែបទី2ញាតិញោមស្ដាប់ទៀតសាធុសាធុណាអូយចែអាត្មាឯនោះក៏មានសទ្ធាជ្រះថ្លាបាននាំមកបច្ច័យយកមកចូលបុណ្យនេះសូមជូនពរឲ្យចែមានសម្បុរល្អសាច់សមាត់ខៃមរៀមដៃដោយបន្លាក្រូចភ្នែករៀងតូចដោយភ្នែកតម្រៃធាត់មិនធាត់ស្គមមិនស្គមចង្កេះក៏សមនឹងអង្គួចដៃសរសៃសរសងលងតាគៀបងាកត្រង់ណាក៏ល្អទាំងអស់តាំងពីថ្ងាសចិញ្ចើមច្រមុះល្អទាំងអស់ឥតទោសអ្វីម្យ៉ាងទៀតក៏សូមឲ្យចែបានជួបតែពុទ្ធពរ4សម្បត្តិ3ទុកសោករោគភ័យកំបីបៀតទាំងបច្ចុប្បន្ននិងអនាគតជាតិកុំឲ្យចែកឃ្លាតពីពុទ្ធពធប្រសង្ឃឡើយចែណាសូមអនុមោទនានេះជាបែបទី2ហើយតោះឥឡូវយើងចូលទៅដល់បែបទី3ដែលយើងត្រូវនឹងរៀននៅក្នុងថ្ងៃនេះតែម្ដងញាតិញោមតោះសូមអញ្ជើញតោះឥឡូវនេះសូមញាតិញោមធ្វើការអានសិនណាក៏ប៉ុន្តែចេះសូមបញ្ជាក់ថានៅក្នុងរង្វង់កញ្ចក់នេះអាត្មាដាក់វត្តខ្លួនឯងគឺវត្តអម្ពាក់វណ្ណារាមស្វាយទូងណាសម្រាប់ញាតិញោមអាចបញ្ចូលឈ្មោះអីទៀតក៏បានដែរតោះឥឡូវយើងធ្វើការអានសិនសាធុសាធុបងប្រុសមានសទ្ធាជ្រះថ្លាបានយកបច្ច័យមកចូលបុណ្យវត្តអម្ពាក់វណ្ណារាមស្វាយទូងសូមជូនពរឲ្យបងបានជួបតែពរទាំងឡាយ5ប្រការអាយុនោះណារស់បានវែងឆ្ងាយវណ្ណៈពណ៌សម្បុរល្អឆើតឆាយល្អភៈល្អកាយល្អទាំងចិន្តាសុខៈសូមឲ្យបានសេចក្តីសុខគ្រប់ប្រការពលៈកម្លាំងខ្លាំងដូចដំរីសាខ្លាំងទាំងសទ្ធាកម្ចាត់មច្ឆរិយៈបដិភានៈប្រាជ្ញាភ្លឺជាដូចដួងសូរិយាស្គាល់បុណ្យស្គាល់បាបស្គាល់ស្រាលស្គាល់ធ្ងន់ស្គាល់គុណស្គាល់ទោសស្គាល់ប្រុសស្គាល់ស្រីស្គាល់យាយស្គាល់តានៅកន្លែងនេះស្គាល់វត្តស្គាល់វាស្គាល់អាចារ្យស្គាល់ប្រសង់បងសច្ចាយ៉ាងណាសូមឲ្យបានយ៉ាងនោះសូមអនុមោទនាតើឥឡូវយើងត្រឡប់ទៅអានទៅសូត្រពីដើមមកតើត្រៀមញាតិញោម1 2 3ចាប់ផ្ដើមសាធុសាធុបងប្រុសមានសទ្ធាជ្រះថ្លាបានយកបច្ច័យមកចូលបុណ្យវត្តអម្ពាក់វណ្ណារាមស្វាយទូងសូមជូនពរឲ្យបងបានជួបតែពរទាំងឡាយ5ប្រការ
អាយុនោះណារស់បានវែងឆ្ងាយវណ្ណៈពណ៌សម្បុរល្អឆើតឆាយល្អភ័ក្រល្អកាយល្អទាំងចន្ទាសុខៈសូមឲ្យបានសេចក្តីសុខគ្រប់ប្រការពលៈកម្លាំងខ្លាំងដោយដំរីសាខ្លាំងទាំងសទ្ធាកំចាត់មច្ឆរិយៈបដិភានៈប្រាជ្ញាភ្លឺជាដូចដួងសុរិយាស្គាល់បុណ្យស្គាល់បាបស្គាល់ស្រាលស្គាល់ធ្ងន់ស្គាល់គុណស្គាល់ទោសស្គាល់ប្រុសស្គាល់ស្រីស្គាល់យាយស្គាល់តាស្គាល់វត្តស្គាល់វាស្គាល់អាចារ្យស្គាល់ប្រសង់បងសច្ចាយ៉ាងណាសូមឲ្យបានយ៉ាងនោះសូមអនុមោទនាហ្នឹងហើយចឹងនេះជាបែបទី3ណាហ្នឹងហើយចឹងនៅមានច្រើនទៀតទោះយ៉ាងណាក៏ដោយសូមញាតិញោមរងចាំជួបអាត្មាជាមួយនឹងវីដេអូក្រោយ